នៅថ្ងៃនេះខ្ញុំបាទនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅកាន់ទឹកដីនៃខេត្តព្រះវិហារដែលជាខេត្តមួយមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយមានសំណង់ប្រាសាទបុរាណជាច្រើនកន្លែងរហូតដល់ជាង245ប្រាសាទជាពិសេសគឺប្រាសាទព្រះវិហារដែលជាអត្តសញ្ញាណប្រចាំខេត្តព្រះវិហារតែចង់ដឹងទេថាខេត្តព្រះវិហារបង្កើតឡើងនៅក្នុងឆ្នាំណាមានទំហំផ្ទៃដីប៉ុន្មានមានស្រុកអ្វីខ្លះនិងមានប្រវត្តិយ៉ាងណាសូមមកតាមដានវីដេអូនេះទាំងអស់គ្នាព្រះវិហារគឺជាខេត្តដែលមានទំហំផ្ទៃដីធំទី3នៃប្រជាជាតិកម្ពុជាមានផ្ទៃដីសរុប 13788 គីឡូម៉ែត្រការ៉េយោងតាមឯកសារជំរឿនឆ្នាំ 2019 ខេត្តព្រះវិហារមានប្រជាជនរស់នៅប្រមាណ 251,352 នាក់ស្ថិតក្នុងចំណោមខេត្តក្រុងដែលមានអត្រាប្រជាជនរស់នៅទាបគឺមានចំណាត់ថ្នាក់ទី 19 នៃចំនួនប្រជាជនដែលរស់នៅតាមបណ្ដារាជធានីខេត្តទាំង 25 យោងតាមគេហទំព័ររដ្ឋបាលរបស់ខេត្តព្រះវិហារបានបញ្ជាក់ថាពីមុនមកទឹកដីនៃខេត្តនេះមិនទាន់មានឈ្មោះជាខេត្តព្រះវិហារនៅឡើយទេគឺជាដែនដីនៃខេត្តចំនួន3គឺខេត្តសៀមរាបកំពង់ធំនិងខេត្តស្ទឹងត្រែងលុះដល់ថ្ងៃទី22កក្កដាឆ្នាំ 1964 ខេត្តថ្មីមួយនេះត្រូវបានបង្កើតឡើងដោយដាក់ឈ្មោះតាមប្រាសាទព្រះវិហារដែលជាអត្តសញ្ញាណប្រចាំខេត្តក្នុងពេលបង្កើតឡើងដំបូងខេត្តព្រះវិហារមានតែស្រុក4ប៉ុណ្ណោះគឺស្រុករវៀងស្រុកឆែបនិងស្រុកជាំខ្សាន្តដែលបានកាត់ចេញពីខេត្តកំពង់ធំនិងមួយផ្នែកនៃខេត្តស្ទឹងត្រែងនិងស្រុកអង្គរធំកាត់ចេញពីខេត្តសៀមរាបមកទល់នឹងពេលបច្ចុប្បន្នខេត្តព្រះវិហារត្រូវបានបែងចែកជា7ស្រុកនិងក្រុងមួយដែលមានចំនួន48ឃុំនិង2សង្កាត់ស្រុកនីមួយៗមានដូចជា1ស្រុកជ័យសែន2ស្រុកឆែប3ស្រុកជាំខ្សាន្ត4ស្រុកគូលែន5ស្រុករវៀង6ស្រុកសង្គមថ្មីទី7គឺស្រុកត្បែងមានជ័យនិងមានក្រុងព្រះវិហារគឺជាទីរួមខេត្តដែលពីមុនគឺជាអតីតក្រុងត្បែងមានជ័យហើយត្រូវបានប្តូរឈ្មោះមកជាក្រុងព្រះវិហារវិញនៅថ្ងៃទី17ខែឧសភាឆ្នាំ2009ក្រុងនេះមានចំនួនតែ2សង្កាត់ប៉ុណ្ណោះគឺសង្កាត់កំពង់ប្រណាកនិងសង្កាត់ប៉ាលហាតនៅពេលនេះយើងក្រឡេកមកមើលទីតាំងភូមិសាស្ត្រវិញម្ដងខេត្តព្រះវិហារស្ថិតនៅភាគខាងជើងនៃប្រជាជាតិកម្ពុជាដែលមានចម្ងាយផ្លូវ294គីឡូម៉ែត្រពីរាជធានីភ្នំពេញខេត្តនេះមានព្រំប្រទល់ខាងជើងជាប់ប្រទេសថៃនិងប្រទេសឡាវខាងលិចជាប់ខេត្តឧត្តរមានជ័យនិងខេត្តសៀមរាបខាងត្បូងជាប់ខេត្តកំពង់ធំនិងខាងកើតជាប់ខេត្តស្ទឹងត្រែងដោយស្ថិតនៅតំបន់ភ្នំនិងខ្ពង់រាបជាហេតុធ្វើឲ្យដែនដីនៃខេត្តព្រះវិហារមួយនេះសម្បូរដោយព្រៃឈើធំៗដែលជាជម្រកយ៉ាងសំខាន់សម្រាប់សត្វព្រៃគ្រប់ប្រភេទធនធានធម្មជាតិរ៉ែនិងសំណង់ប្រាសាទនានាដែលសរុបមានជាង245ប្រាសាទក្នុងចំណោមនោះប្រាសាទដែលមានភាពល្បីល្បាញនិងជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរចង់ចូលមកទស្សនាក្នុងទឹកដីនៃខេត្តព្រះវិហារនោះគឺប្រាសាទព្រះវិហារប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិស្រុកជាំខ្សាន្តខេត្តព្រះវិហារនៅលើកំពូលភ្នំដងរែកជាប់ព្រំដែនអន្តរជាតិកម្ពុជាថៃមានរយៈកម្ពស់625ម៉ែត្រធៀបទៅនឹងនីវ៉ូទឹកសមុទ្រប្រាសាទព្រះវិហារមានចម្ងាយផ្លូវប្រមាណ100គីឡូម៉ែត្រពីក្រុងព្រះវិហារ150គីឡូម៉ែត្រពីក្រុងសៀមរាបនិង400គីឡូម៉ែត្រពីរាជធានីភ្នំពេញយោងតាមឯកសារសមាគមអ្នកអក្សរសិល្ប៍កម្ពុជាដែលបានបង្ហាញនៅក្នុងគេហទំព័ររដ្ឋបាលខេត្តព្រះវិហារបានបញ្ជាក់យ៉ាងច្បាស់ថាប្រាសាទព្រះវិហារដ៏អស្ចារ្យគួរឲ្យស្ងប់ស្ងាត់និងមានក្បាច់រចនាដ៏ល្អឯកនេះបានកសាងអស់រយៈកាលជាង300ឆ្នាំដែលចាប់ផ្ដើមកសាងដំបូងនៅដើមសតវត្សទី9ដល់សតវត្សទី12ដោយព្រះមហាក្សត្រខ្មែរជាច្រើនព្រះអង្គដោយព្រះសិទ្ធិនាមតាមសិវលិង្គដែលបានតម្កល់ទុកនៅលើកំពូលភ្នំព្រះវិហារក្នុងព្រះនាមអាទិទេពឈ្មោះថាស្រីសិខរិស្វរៈដែលមានន័យថាអាទិទេពនៃកំពូលភ្នំក្នុងចំណោមព្រះមហាក្សត្រទាំងអស់ដែលបានកសាងប្រាសាទព្រះវិហារមានព្រះមហាក្សត្រចំនួន4ព្រះអង្គដែលលេចធ្លោជាងគេក្នុងការកសាងនិងជួសជុលប្រាសាទនោះគឺទី1គឺព្រះបាទយសោវរ្ម័នទី1ដែលសោយរាជ្យក្នុងឆ្នាំ889ដល់ឆ្នាំ900ព្រះអង្គបានសាងសង់ប្រាសាទកណ្ដាលទី2គឺព្រះបាទសូរ្យវរ្ម័នទី1
ព្រះអង្គគឺជាព្រះរាជាដ៏ឆ្នើមជាងគេក្នុងការកសាងប្រាសាទព្រះវិហារព្រះអង្គបានសោយរាជ្យនៅដើមសតវត្សទី11ពីឆ្នាំ1002ដល់ឆ្នាំ1050ទ្រង់បានសង់អគារដ៏វែងនៅជិតប្រាង្គកណ្ដាលកំពែងព័ទ្ធជុំវិញនិងគោវរៈទី3តាមឯកសារបារាំងបានបញ្ជាក់បន្ថែមទៀតថាព្រះអង្គបានកសាងទីតាំងប្រាសាទដែលស្ថិតនៅទីខ្ពស់ជាងគេគឺមានកម្ពស់625ម៉ែត្រនិងយោងតាមសាលាចារឹករបស់ប្រាសាទព្រះអង្គបានធ្វើព្រះរាជពិធីដើម្បីអញ្ជើញទេវៈភទ្រស្វរៈដែលគង់នៅវត្តភូប្រទេសឡាវបច្ចុប្បន្នមកគង់ជាមួយនឹងទេវៈស្រីសិខរិស្វរៈដើម្បីជួយការពារថែរក្សាអាណាចក្រខ្មែរនិងប្រជានុរាស្ត្រខ្មែរទី3គឺព្រះបាទជ័យវរ្ម័នទី6សោយរាជ្យនៅក្នុងឆ្នាំ1080ដល់ឆ្នាំ1109ព្រះអង្គបានសាងសង់ហោត្រៃឬបណ្ណាល័យ2និងជួសជុលផ្នែកមួយចំនួននៃប្រាសាទទី4គឺព្រះបាទសូរ្យវរ្ម័នទី2សោយរាជ្យនៅក្នុងឆ្នាំ1113ដល់ឆ្នាំ1150ព្រះអង្គបានសាងសង់ព្រះលានដែលមាននាគក្បាល7រូបតោតាមដងផ្លូវនិងនាគជាច្រើនទៀតតាមជណ្ដើរឡើងព្រះអង្គក៏បានរៀបចំពិធីសម្ពោធប្រាសាទនិងចាត់ទុកជាកន្លែងគោរពសក្ការៈសម្រាប់ព្រះមហាក្សត្រគ្រប់រូបផងដែរព្រះបាទសូរ្យវរ្ម័នទី2អង្គនេះហើយដែលជាស្ថាបនិកកសាងប្រាសាទអង្គរវត្តមុនគេជាមោទនភាពសម្រាប់ប្រទេសកម្ពុជាប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO នៅថ្ងៃទី7 ខែកក្កដាឆ្នាំ2008